ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ The Ideas Finance KA ថ្ងៃនេះខ្ញុំសូមផ្អាកនិយាយរឿងចំណូលផ្អាកនិយាយរឿង profit ចំណេញហើយក៏មិនតន់យក chart ឬ graphic ភាគហ៊ុនមកបង្ហាញបងប្អូនដែរព្រោះខ្ញុំចង់ជជែកពីរឿងមួយដែលវាមានតម្លៃសំខាន់ជាងលុយបងប្អូនហើយវាជាគ្រឹះដំបូងបង្អស់ដែលអាចសម្រេចបានថាថ្ងៃក្រោយបងប្អូននឹងក្លាយជាអ្នកមានពិតប្រាកដឬគ្រាន់តែជាអ្នកមើលទៅដូចជាអ្នកមាននោះគឺរបៀបគិតឬ financial mindset មានពេលខ្លះនៅពេលដែលយើងបើកទូរស័ព្ទដៃមើលបណ្ដាញសង្គមយើងឃើញអ្នកដទៃជោគជ័យបង្ហាញឡានទំនើបបង្ហាញជីវិតស៊ីវិល័យយើងតែងតែលួចសួរខ្លួនឯងទាំងខ្សឹបខ្សួលថាហេតុអ្វីគេរីកចម្រើនលឿនម្លេះហេតុអ្វីខ្ញុំខំប្រឹងរាល់ថ្ងៃតែនៅតែឈរនៅកន្លែងដដែលការពិតទៅមនុស្សភាគច្រើនតែងតែមើលឃើញតែលទ្ធផលចុងក្រោយរបស់គេតែប៉ុណ្ណោះយើងឃើញគេឈ្នះតែយើងមិនដែលឃើញដំណើរដ៏ជូរចត់ដែលគេបានឆ្លងកាត់នោះឡើយបងប្អូនដឹងទេអ្នកមានឬអ្នកវិនិយោគដែលរឹងមាំពិតប្រាកដគេមិនដែលចាប់ដើមឡើងដោយរត់រលុយមុនគេនោះទេគន្លឹះដំបូងរបស់គេគឺចាប់ផ្ដើមពីការវិនិយោគលើខ្លួនឯងវាគឺជាការរៀនសូត្របូករួមនឹងវិន័យនិងការឲ្យតម្លៃទៅលើពេលវេលាការខ្ញុំចាប់ផ្ដើម